8 ចំណុចដើម្បីសេចក្តីសុខខ្លួនឯងមុននឹងលាចាកលោកនេះទៅវិញទី1គឺគិតខ្លួនឯងក្នុងផ្លូវល្អមនុស្សដែលបាក់ទឹកចិត្តហើយរហូតដល់ទៅធ្វើអត្តឃាតការសម្លាប់ខ្លួនឯងនេះគឺមិនបានគិតខ្លួនឯងនៅក្នុងផ្លូវវិជ្ជមានទេមិនបានគិតខ្លួនឯងនៅក្នុងផ្លូវល្អទេហាក់ដូចជាថាជីវិតនេះគឺវាអស់ហើយវារលែងហើយវាលែងមានសល់អីទាំងអស់អ្នកនោះក៏លែងរាប់រោអ្នកនេះក៏លែងរាប់រោសាច់ញាតិចិត្តសាច់ញាតិឆ្ងាយបងប្អូនចិត្តបងប្អូនឆ្ងាយបងប្អូនបកើតបងប្អូនជីដូនមួយគេលែងនឹកនេះគេលែងរាប់ហើយអញ្ចឹងទៅជាលែងគិតខ្លួនឯងអាហ្នឹងអត់ល្អទេការលែងគិតខ្លួនឯងអត់ល្អទេមែនទែនទៅព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យមនុស្សយើងទីពឹងខ្លួនឯងអត់បានបង្រៀនឲ្យមនុស្សយើងទៅទីពឹងអរុកអរិយអ្នកតាដើមឈើអ្នកតាក្រហមកអីណាគឺអត់ទេព្រះពុទ្ធបង្រៀនឲ្យមនុស្សយើងនឹងគឺទីពឹងខ្លួនឯងអត្តាហេអត្តនោនិថោហើយទីពឹងខ្លួនឯងទីពឹងអាម៉េចគឺត្រូវបង្កើតត្រូវចម្រើនចំណេះដឹងត្រូវបង្កើតចំណេះជំនាញតាមអ្វីដែលខ្លួនឯងអាចទៅរួចទីពឹងខ្លួនឯងបានទីពឹងទាំងបច្ចុប្បន្នផងហើយទីពឹងទាំងទៅបរលោកផងណាអញ្ចឹងធ្វើយ៉ាងម៉េចគិតខ្លួនឯងនៅក្នុងផ្លូវល្អកុំគិតនៅក្នុងផ្លូវអវិជ្ជមានទី2ធ្វើខ្លួនឯងឲ្យមានសេចក្តីសុខជាទូទៅមនុស្សយើងច្រើនតែទាមទារសេចក្តីសុខពីអ្នកដទៃគេមិនដែលផ្ដល់ក្តីសុខឲ្យខ្ញុំមកតថាប្តីប្រពន្ធឬក៏គូសង្សារស្រឡាញ់គ្នាទាមទារការផ្ដល់សេចក្តីសុខទៅវិញទៅមកយូរទៅមួយខាងធ្វើមួយខាងអត់ធ្វើខំទាមទារអញ្ចេះខំទាមទារអញ្ចោះវាបកកបង្កើតទៅជាបញ្ហាទៅវិញទៅមកវាមិនចេះចប់ដោយប្តីប្រពន្ធកាលណាបើគិតតែពីរឿងសុំទៅសុំមកចង់ឲ្យខាងប្តីឬក៏ចង់ឲ្យខាងប្រពន្ធនឹងផ្ដល់សេចក្តីសុខឲ្យខ្លួនឯងចេះមួយចុះពីរមិនអាចទេណាពីព្រោះសូម្បីតែខ្លួនយើងម្នាក់ឯងនឹងមិនអាចផ្ដល់សេចក្តីសុខឲ្យខ្លួនឯងបានផងចុះតម្រាំមានរទីដែលគេនៅក្រៅខ្លួនយើងនឹងឲ្យគេផ្ដល់សេចក្តីសុខឲ្យយើងមិនកើតមិនអាចទេដូច្នេះត្រូវចេះបង្កើតសេចក្តីសុខឲ្យខ្លួនឯងកុំសុំពីនរណាសោះកុំសុំពីមនុស្សដែលយើងស្រឡាញ់កុំសុំពីសាច់ញាតិរបស់យើងគឺយើងត្រូវបង្កើតវាដោយខ្លួនឯងទី3មិនបៀតបៀនមនុស្សជុំវិញខ្លួនមនុស្សយើងនៅពេលដែលមិនបៀតបៀនមនុស្សជុំវិញខ្លួនគឺតែនៅស្រឡាញ់រាប់អានហើយអញ្ចឹងអានឹងវាជាសេចក្តីសុខមួយហើយវាជាប្រយោជន៍មួយហើយអញ្ចឹងបានពុទ្ធបង្រៀនថាកុំឲ្យបៀតបៀនគេបៀតបៀនដោយកាយក៏ដោយបៀតបៀនដោយពាក្យសម្ដីនឹងក៏ដោយបៀតបៀនដោយកំណត់គិតទៅដើម្បីឲ្យនៅទីវាចេះនៅទីវាចុះអាហ្នឹងគឺពុទ្ធបង្រៀនសុចរិតកម្មនៅក្នុងនោះគឺមានកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតទាំង3ហ្នឹងគឺធ្វើឲ្យមានសេចក្តីសុខដែលយើងមិនចាំបាច់ទៅសុំពីនរណាមកទេអត់ទេអញ្ចឹងហើយតាំងចិត្តព្យាយាមបង្កើតទៅជាទម្លាប់មិនបៀតបៀនមនុស្សជុំវិញខ្លួនយើងមិនលួចមិនប្លន់មិនឆក់មិនឆោបោកនៅទីណាទាំងអស់ហើយទុកមនុស្សជុំវិញខ្លួនដូចជាសាច់ញាតិរបស់ខ្លួនឯងស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួនប៉ុន្តែការស្មោះត្រង់នឹងទៀតសោតត្រូវតែធ្វើយ៉ាងម៉េចឲ្យខ្លួនឯងនឹងស្ថិតនៅជាមួយនឹងសតិហើយនឹងបញ្ញាផងមិនមែនស្មោះត្រង់ងប់តែម្ដងទេអានឹងអត់បានទេវាន់កខ្លួនឯងចំណុចទី4ធ្វើល្អតាមដែលអាចធ្វើអំពើល្អកុំធ្វើឲ្យវាហួសសមត្ថភាពធ្វើឲ្យវាសមល្មមជាមួយនឹងលទ្ធភាពរបស់យើងតើលទ្ធភាពរបស់យើងនឹងវាបានប៉ុណ្ណាធ្វើទៅរួចប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅកុំចង់ឲ្យហួសមានចង់ឲ្យហួសមាននឹងវាទៅជារឿងមួយធ្វើឲ្យកកល្អខ្លួនឯងទេទី5ចម្រើនទានសិលភាវនាទី6ចម្រើនសមាធិជាប្រចាំចម្រើនសមាធិជាប្រចាំនេះមិនមែនមានន័យថាអត់ឲ្យយើងធ្វើស្អីសោះអង្គុយទៅសមាធិទេណាមានន័យថាធ្វើវាបានរាល់ថ្ងៃមុននឹងយើងចូលគេងមុនចូលគេងសំខាន់ណាស់ការធ្វើសមាធិមិនប្រកាន់ក្នុងឥរិយាបថណាមួយទេតែអធិស្ឋ័យសមាធិតែជាទូទៅគឺឲ្យយើងអង្គុយភ្នែនអាហ្នឹងគឺវាល្អដើម្បីកុំឲ្យទម្លាប់វាខ្ជិលទី7គឺគិតវិជ្ជមានដោយខាងលើដែរណាគិតខ្លួនឯងក្នុងផ្លូវល្អខាង
ខាងក្រោមទី7ហ្នឹងគឺគិតវិជ្ជមានគិតវិជ្ជមានមិនចាំបាច់ខ្ញុំបរិយាយទេហើយចុងក្រោយបង្អស់គឺមនុស្សមានផលបុណ្យរៀងខ្លួនមានថាមនុស្សដែលកើតមកល្អកើតមកមានពណ៌សម្បុរស្អាតកើតមកចំតកូលអ្នកមានតកូលអ្នកស្រុកស្រែទាំងអស់ហ្នឹងគឺជាផលបុណ្យរបស់គេហើយផលបុណ្យណាអ្នកធ្វើឲ្យគឺខ្លួនឯងនឹងអ្នកធ្វើឲ្យខ្លួនឯងសន្សំទុកឲ្យខ្លួនឯងអត់មានអ្នកដទៃណាមកសន្សំទុកឲ្យទេមិនមែនម៉ាក់មិនមែនប៉ាមិនមែនបងប្អូនមិនមែនសាច់ញាតិមិនមែនទេបដាអិនព្រំណាអ្នកធ្វើឲ្យទេគឺខ្លួនឯងនេះជាអ្នកធ្វើដោយខ្លួនឯងអញ្ចឹងកើតមករបៀបណាកើតមកចំស្អីចំកន្លែងល្អចំកន្លែងបណ្ឌិតចំកន្លែងមិនល្អចំកន្លែងស្មោកក្រូចយ៉ាងម៉េចក៏ដោយកើតមកជាមិនក៏ដោយអាស្រ័យនៅលើផលបុណ្យរៀងខ្លួនដែលបានសន្សំទុកមកហើយ